បាទប្រិយសានៅវេលាថ្ងៃនេះមានចំណងជើងថាវិសេសដល់ព្រះដ៏ជាអង្គម្ចាស់នៅក្នុងព្រះគម្ពីរទំនុកដំកើងជំពូក116ខ15ព្រះគម្ពីរបានចែងថាការស្លាប់របស់ពួកបរិសុទ្ធនៃព្រះយេហូវ៉ាជាការវិសេសដល់ព្រះនេត្រទ្រង់ហេតុអ្វីបានជាព្រះជាអង្គម្ចាស់មានបន្ទូលថាការស្លាប់វិសេសសម្រាប់ព្រះនៅពេលដែលយើងនិយាយអំពីការស្លាប់យើងនិយាយអំពីការភ័យរន្ធត់យំយែកពីព្រោះយើងគិតដល់ការប្រត់ប្រាស់ការបែកគ្នាជារៀងរហូតយើងគិតដល់ការបាត់បង់ក្រុមគ្រួសារដែលជាទីស្រឡាញ់ប៉ុន្តែព្រះផ្ទុយពីយើងពីព្រោះព្រះអង្គមានបន្ទូលថាការស្លាប់របស់គេគឺគប់ដល់ព្រះនេត្ររបស់ផងព្រះហេតុអីបានជាគំនិតរបស់ផងព្រះហើយទស្សនៈរបស់មនុស្សខុសពីគ្នាពាក្យកន្លឹះស្ថិតនៅពាក្យមួយម៉ាត់ពួកបរិសុទ្ធភាសាអង់គ្លេសប្រើពាក្យ the saints បាទខុសនឹងពាក្យមួយម៉ាត់នេះឯងពួកបរិសុទ្ធតើអ្នកណាទៅដែលជាពួកបរិសុទ្ធហើយសុទ្ធរឿងអីថ្ងៃនោះយើងចង់លើកទឹកចិត្តគ្នាចំណុចនេះបាទពួកបរិសុទ្ធគឺសំដៅទៅលើមនុស្សមួយក្រុមដែលបានលៀងដែលបានជំរះដោយឈាមរបស់ផងមហាក្សត្រនៃឋានសួគ៌មិនមែនសំដៅទៅលើអ្នកស្អាតអត់ខ្ចោះបាទមិនមែនសំដៅទៅលើបាទអ្នកគ្មានពិរុទ្ធភាពខាងឯលោកីឬសំដៅទៅលើបុគ្គលដ៏វិសេសវិសាលណាមួយនៅក្នុងត្រកូលនៃអភិជនណាមួយនៅលើផែនដីនេះទេបាទក៏ប៉ុន្តែពួកបរិសុទ្ធនេះមានរាប់ទាំងស្ត្រីមេម៉ាយក្មេងកំព្រាទុរគតជនបាទបឋិជនបាទអភិជនបាទព្រមទាំងអ្នកមានបណ្ដាស័ក្តិគ្រប់ស្រទាប់វណ្ណៈបាទឲ្យតែពួកគេត្រូវបានលាងត្រូវបានជំរះត្រូវបានសម្អាតដោយឈាមនៃកូនជៀមនៃព្រះបាទនោះហៅថាពួកបរិសុទ្ធហើយយើងសួរតទៅទៀតហេតុអីបានត្រូវលាងនឹងឈាមហើយឈាមបាទតើកូនជៀមនោះជាអ្នកណាយើងនិយាយបន្តិចដំបូងពេលដែលព្រះបង្កើតបាទមុនពេលដែលខ្ញុំនិយាយដល់កន្លែងនេះខ្ញុំគ្រាន់តែចង់នាំលោកអ្នកឲ្យគិតពិចារណាឡើងវិញនៅក្នុងពិភពលោកនេះមានព្រះទ្រង់គឺជាអង្គបុគ្គលតែមួយអង្គគត់គ្មានឪពុកគ្មានម្ដាយគ្មានបងគ្មានប្អូនគ្មានថ្ងៃចាប់ផ្ដើមគ្មានទីបញ្ចប់បាទនោះហៅថាព្រះហើយទ្រង់តែមួយអង្គឯងសម្រាប់ចក្រវាលទាំងមូលមិនមែនសម្រាប់បុគ្គលណាម្នាក់ទេហើយបុគ្គលនោះឯងដែលបង្កើតលោកីព្រមទាំងចក្រវាលទាំងមូលបាទបុគ្គលនោះដែលជាអ្នកប្រទានឲ្យមានមនុស្សនៅលើផែនដីបាទខ្ញុំដូចលោកអ្នកបាទយើងរៀនទ្រឹស្ដីវិវត្តន៍តកតទៅនឹង Charles Darwin ឬហើយនឹងទ្រឹស្ដីវិវត្តន៍ដទៃផ្សេងទៀតដូចគ្នាបាទនោះគឺជាការយល់ឃើញរបស់ផងមនុស្សក៏ប៉ុន្តែព្រះគម្ពីរដែលជាប្រភពនៃសេចក្តីពិតនិយាយផ្សេងថាមនុស្សកើតមកអំពីព្រះមិនថាគេជាប្រុសឬគេជាស្រីគេដូចព្រះហើយចំព្រះពាក្យដូចព្រះហើយចំព្រះមានន័យថារូបកាយរបស់លោកអ្នកបងប្អូនបាទដែលមានក្បាលបាទដងខ្លួននិងអវយវៈគឺ prototype របស់ព្រះគំរូរបស់ព្រះព្រះយករូបអង្គរបស់ទ្រង់មកធ្វើជារូបរបស់លោកអ្នក
nơi phía đây khi khơi lục nè khi khơi bẹt đôi nhỉ cái khơi bẹt đôi chụp mòn tia cô của bay rư có bày bạc sàn nào thì vì phụ bóng tha bóng bằng cát mới nuôi đôi chụp bẹt thải trong chụp bẹt có bằng cát kia chụp rồi chết trong tí pì đại bẹt đỏ bứt mình chết sập mình nuôi bọt chết sập này nè na yul tham mình nuôi chết sập vì cứ chỉ đừng coi chụp bảo trong ở sập cứ to tại công cài bà can thôi mình ai sập bàn thì tôi để nói chuyện này cả đầu và hai chiếc lúc này bà bồn kết thả hay đấy quạt sập bà bây giờ công ty mình bán pra bị sập thì bây giờ công ty pra bị xòm rạ bà hay đây lúc này rõ thằng ấy dương xòm rạពេលយប់ពេលរសៀលឬពេលយើងអស់កម្លាំងធម្មតាអ្នកសម្រាប់គឺតែងើបមកវិញត្រូវឬអត់អានឹងហៅថាសម្រាប់ហេតុអ្វីបានព្រះគម្ពីរហៅគាត់ថាឈប់សម្រាប់ពីព្រោះថ្ងៃមួយគាត់ងើបមកវិញអញ្ចឹងហើយបានជាព្រះគម្ពីរប្រាប់ថាមនុស្សមិនអាចស្លាប់បានទេពីព្រោះមនុស្សកើតឲ្យដូចជារូបព្រះនឹងចំរូបព្រះក៏ប៉ុន្តែហើយមនុស្សរស់នៅជារៀងរហូតគ្រាន់តែនៅឋានសួគ៌អៃដលបាទអៃដលឋានសួគ៌អកាសនិកឬនៅកន្លែងមួយទៀតអកាសនិកក៏ប៉ុន្តែមនុស្សមិនអាចបាត់បង់បាទនេះគឺជាការពិតបាទគុំថាលោកទៅលូតទឹកសម្រាប់ខ្លួនបាទឬគុំថាទៅធ្វើអីលោកអ្នកបងប្អូនអាចត្រឹមបញ្ចប់ជីវិតអាចធ្វើឲ្យប្រលឹងដើរចេញពីរូបសាច់នេះតែលោកអ្នកបងប្អូនមិនបានសម្លាប់ខ្លួនឯងហើយក៏មិនបានបញ្ចប់ជីវិតខ្លួនឯងពីព្រោះជីវិតរបស់លោកអ្នកមិនមែនជារបស់លោកអ្នកទេហើយក៏វាមិនស្ថិតក្រោមការចាត់ចែងរបស់អ្នកដែរជីវិតអ្នកជារបស់ព្រះហើយស្ថិតនៅក្រោមការចាត់ចែងរបស់ព្រះផែនដីមានរដ្ឋបាលផែនដីឋានសួគ៌មានរដ្ឋបាលឋានសួគ៌សាច់ឈាមមានរដ្ឋបាលសាច់ឈាមខាងវិញ្ញាណមានរដ្ឋបាលខាងវិញ្ញាណមិនយើងចង់ធ្វើអីបានតែអញ្ចឹងបាទអញ្ចឹងហើយបានជាអីគេបានជាដើម្បីឲ្យស្លាប់ទៅបាទមនុស្សមិនរងហានិភ័យស្លាប់ទៅមនុស្សមិនទៅខុសទីកន្លែងបាទព្រះដ៏ពិតព្រះដ៏រស់ព្រះដ៏មានគ្រប់អំណាចវិជាស្ដាបាទបានមកដើម្បីសុគតជំនួសអំពើបាបរបស់ផងមនុស្សប្រយោជន៍នឹងលាងគេឲ្យស្អាតឲ្យបរិសុទ្ធដើម្បីឲ្យគេអាចត្រឡប់ទៅផ្ទះដែលគេបានមកពីដើមខ្ញុំនិយាយតទៅតិចទៀតបាទពេលដែលព្រះបង្កើតមនុស្សមកតាមរូបអង្គរបស់ផងទ្រង់ហើយបាទនៅឋានសួគ៌គឺមានសង្គ្រាមឋានសួគ៌ពីព្រោះព្រះបង្កើតមិនថាមនុស្សឬទេវតាព្រះអង្គបង្កើតមកឲ្យមាន free will គឺឆន្ទៈក្នុងការសម្រេចចិត្តផ្ទាល់ខ្លួនព្រះអង្គបង្កើតទេវតាមកជាទេវតាមិនមែនធ្លាប់កើតពីមនុស្សទៅទេហើយមានមុនយើងមានទីមេឃផែនដីផងប៉ុន្តែព្រះអង្គឲ្យគេមាន free will មានន័យថាឯងអាចជ្រើសរើសស្ដាប់បង្គាប់ហើយនៅឋានសួគ៌ឬឯងអាចដើរចេញពីឋានសួគ៌ព្រះអង្គបង្កើតមនុស្សមកឲ្យមាន free will ដោយសារតែព្រះអង្គឲ្យមនុស្សមានការសម្រេចចិត្តព្រះអង្គគ្រាន់តែបង្ហាញល្អអាក្រក់បង្ហាញពីគម្រោងការរបស់ព្រះអង្គតែអាចធ្វើការសម្រេចចិត្តបានដោយព្រោះអញ្ចឹងហើយបានជាមហាទេវតាមួយនៅឯដលឋានសួគ៌ឈ្មោះ Lucifer បាទបានបញ្ចូលទេវតាជាច្រើនឲ្យគ្រប់គ្រងរបស់គេហើយចង់លើកខ្លួនទៅជាព្រះហើយសង្គ្រាមឋានសួគ៌បានកើតឡើងបាទសង្គ្រាមឋានសួគ៌បានកើតឡើងហើយក្រុមទេវតាមួយភាគក្នុង3នៃទេវតាឋានសួគ៌ទាំងមូលដែលគ្រប់គ្រង Lucifer នោះឯងត្រូវបានដកឋានៈដកតួនាទីដកអំណាចបាទហើយបណ្ដេញចេញចូលពីឋានសួគ៌មកបាទឲ្យគ្រប់គ្រងឋានសួគ៌ជាន់ទី2នៅក្នុងព្រះគម្ពីរបានប្រាប់ថាឋានសួគ៌មាន3ជាន់ជាន់ទី1គឺពីយើងនេះទៅដល់សញ្ញអាកាសបាទផែនដីនេះក៏បងរួមជាឋានសួគ៌ដែរហើយឋានសួគ៌ថ្ងៃចុងក្រោយក៏នៅលើផែនដីនេះគ្នាខ្ញុំនឹងប្រាប់នៅពេលក្រោយទី2បាទគឺឋានសួគ៌ជាន់ទី2ចន្លោះរវាងសញ្ញអាកាសទៅរហូតដល់ the whole galaxy បាទមានន័យថា
dương ní chạy ngặt phật Milky Way thì bà Milky Way dương thân nó không propon Milky Way nó không Milky Way miên phúc đôi dương ní rộp cào đại dương chạy ngặt phật phòng hỏi miên nông phúc Milky Way là ngay miên đôi Milky Way rộp cào to từ tiền bà chẳng còn tại bà ông miên tu thành nhẹ bà lọ tôi môi vào phần năng bà tua bà rộp con liên cho năm tới mục tiết bà mà nu nơi miên còn mà nu mà nãy chinh phật bị chạ của bà lần bàn này ai pre trung nương bị cái chạ của bà này bà hai than nó xả bà nu ai chỉ than xua tròn thì bây chỉ cần lấy để pre trung cung này pil song kriêm than xua trời bàn bà bành chọc pre có bàn bằng cát than xua mùi tiệt cứ phải đấy bà hai bằng cát ở miền núi chỉ pro chỉ sấy đam mê ở kia luôn nơi than xua bằng cát chỉ côn chỉ chai hai prai khai phèn đây nè bà ở luôn nơiประกอบ đời sọc xa sa tăng đòi chỉ mang sợi trâu bà để ba hỏi tranh nơi sân kriêm than xua bà vi đăng cầm rong cà ra bao phong manu bạn chưa vi mong này dây cho môi nông manu pro hay nông manu sấy đại chỉ ở bốc đam này nâng mà đại đam này manu cướp từng ngõ vì pro manu từng ngõ cả vì bỏ ra tem nè nâng sợi tem nè thì bà vì tên bánh trâu nè từng nu ở sáng say ở ba ởประชังcho môi pre cho ông cha bà hỏi kia có sầm ra chết bà thua bà toàn pre cho ông cha đợi body pop đam đừng khó trai hai ông bự bà pan hồ cho mà can phải đây bà cứ chỉ cảประชังcả bạc báo toàn nâng pre đại bạc cả luôn bây giờ chỉ côn mà nè đại bàn cả mau hai ở phục mà đại này gì hai ở phục mà đại trình chậm dạng lo bận tọt mồ nơi bây giờ viết không vì chết thưa ca sầm ra chết vì miền sầm mặt phiêm vì mơ ta can mày ở vì phẹt tha nãy anh miền mày không bà nãy anh không miền côn này đâu to sầm mẹp khi to là sao hay bắt tọt mò vì nghĩ tại đam chưa muối hay vì thoại bậc cung bà lục ở phục nè mà đại kim sông thoại bậc cung kim sông từ tua squall bà thà nè chia phục này bậc nhom lúc bà dương bạn bọc bằng pre đại chỉ ở bốc đại chỉ pre đại chỉ nặng bằng càn dương hai dương từ thoại một cùng một bọc xanh tiết tục chỉ pre là bọc phong dương nu cứ chia ông bơ bạp để bàn càn mỏ bạp đem mà nu bàn càn mỏ bà nu ảnh bàn tờ lót tới chia rước cao này ông bơ bạp để là hot to kia vì môi chụp non ta can môi chụp non nó không cướp sài cao thôi hải bạp nu ảnh cứ chia bỏ phúc này cả cọ cướp giang chân này nên tia trên này chuaประกายบะใบพัดกบฏสหายสมอนสโมโรกาเพียสราสรากรุ๊ปแตกออกคือวีเจียบพอลแผลแต่เจงมกปีนไก่ในอำเภอบาปได้หอยโตขึ้นในตังพิจารณาอะไรมาหายบาปนู่มันตรำแต่ทัวตกบกมันนิ่งเอาเหมือนนู่หายนึกหากุ้มแต่เกรูนึมันบานซกซานโดยโปรแต่อำเภอบาปในการจะรบมูลบางการสำลับขึ้นตะวินตะมาปะโดเตช่องมันจบกูบมน้องทมในอำเภอบาปคือตีนมนุษย์แหละแต่ขนมบังเพลิงได้เชื่อรู้ให้มนุษย์เตยรู้ในตีนุอากาศที่มันปรับมันนี่ทำมนุษย์อัศลับตีมนุษย์มีแต่จงไม่จบมีรัฐพลแต่ปีก็รู้ในทางสู้หรือรู้ในทางรู้มีสิ่งใดสลับแบบนั้นตีบางทีจำกิจคือเกต่อตะเกียกงกายแต่บางทีการมาเกจะรวยยิ่งส่งไปตำตุ่มตีตรำตำมาทั้งไงในขนมตีมาได้บ้าบัดมีรูปเรียงพอจังยังไม่ได้สู้ปีนาเนื้อปีกระไรบาปซาตังได้วีเนื้อปีกระไรจำซับจำจำรู้สมจำซาตังอดดักใดยังเอาแต่เธอบาปตีซาตังกรอนแต่สับดักประจิยืนจะได้เธอบาปเป็นคนไหนวีละบุ่มวีปนโยลไฮพอลวีลุงลุมบ่าวีปราบบ่าวีจุมรุ่งวีละบองโลกรุ๊ปไปอย่างต่างๆแต่วีขมิ้นสับดักใดเนี่ยแต่เธอบาปตีปีโปรวีกอดทัดในกรมฉบับบอกแล้วได้มนุษย์ตีเนี่ยตาถือบาปตัวไหนอันนั้นวิความนับแพทย์เท่าสีนิสาตแต่วิอดดักได้ยืงแต่ลึกเกรตียืงเนี่ยตาตัวตัวไหนอันนั้นตลอดมาวิ่งโดยปลุกบาปนี่มนุษย์ได้มองปีเปรย์อดตลอดตัวเปรย์วิ่งบาปนี่ปีปลุกเปรย์กัมปีโรมจุ่มปลุกใบคำมาเพย์ใบบางปราท่าปีปลุกกรุบเนียบานเวอร์บาปหอยควักเหมือนดอลสไลด์ลอยเปรย์เปียกกรุบเนียมีในทักมีนการเลือกเลงตีสนัดเสนามนตรีปะได้เอาแต่การจุ่มดูคือสไตล์มีนบาปแต่ก็อยากลาไทยพี่มันได้ลุยมันได้พลอนมันได้ชนะมันได้ชนิดนี้บ่านุคือชีนิยมมันได้เนี่ยกำนัดได้ท่าต่อแต่ลุยบาปมีนบาปตามปึ๊ด
ទោះបីជាអ្នកអត់មានបាបអ្នកអត់បានធ្វើអ្វីសោះក៏អំពើបាបដែលអ្នកបានទទួលបាទគឺល្មមឲ្យអ្នកធ្លាក់នរករួចហើយបាទអញ្ចឹងហើយព្រះដែលជាអ្នកបង្កើតយើងឪពុកយើងព្រះរបស់យើងជាម្ចាស់នៃជីវិតរបស់ផងយើងព្រះអង្គទតមើលមកកាន់កូនដែលទ្រង់បានបង្កើតហើយត្រូវពង្រត់ចេញដោយខ្មាំងសត្រូវរបស់ផងព្រះអង្គហៅថាអរិយឲ្យសាតាំងបាទព្រះអង្គដឹងថាបើបាទអំពើបាបដែលគេមានគ្មានទេមគ្គផលបុណ្យកុសលសិលទានអំពើល្អបាទឬដោយប្រការណាមួយដែលមនុស្សប្រឹងអស់ពីចិត្តទស្សនវិជ្ជាអ្វីក៏ដោយដែលមនុស្សអាចប្រឹងមនុស្សមិនអាចដោះខ្លួនឲ្យរួចពីអំពើបាបមានន័យថាអំពើល្អឬការមគ្គផលបុណ្យកុសលសិលទានរបស់គាត់មិនសមល្មមឲ្យគាត់បានរួចពីអំពើបាបដើម្បីឲ្យគាត់ទៅឋានសួគ៌វិញទេបាទវិធីគឺមានតែមួយគត់បាទព្រះជាម្ចាស់មានបន្ទូលថាគ្រប់គ្នាមានបាបហើយខ្វះមិនដល់សេរីល្អនៃព្រះរ៉ូម 6:23 បានប្រាប់ថាហើយឈ្នួលនៃអំពើបាបគឺស្លាប់វិធីតែមួយគត់បើមានបាបស្លាប់អត់បាបគឺអត់ស្លាប់ដើម្បីឲ្យអត់បាបគឺព្រះដែលបរិសុទ្ធត្រូវមកទទួលអំពើបាបចំនួនអ្នកដើម្បីប្រទានភាពបរិសុទ្ធឲ្យអ្នកចំនួនវិញនោះជាហេតុផលដែលកាលពី 2000 ឆ្នាំមុនម្ចាស់ទេមេឃម្ចាស់ផែនដីម្ចាស់ឋានសួគ៌ម្ចាស់នៃគ្រប់របស់ទាំងអស់បាទបានលះចោលសេរីល្អឋានសួគ៌មកយួនយកកំណើតជាមនុស្សហើយដែលមានភាពដូចជាមនុស្សទ្រង់បានប្រគល់ជីវិតទ្រង់ទាំងមូលទៅក្នុងអំណាចនៃបាបដើម្បីទិញយកបាបគ្រប់ទាំងបាបជនទាំងឡាយគ្រប់សម័យកាលតាំងពីសម័យលោកអាដាមមកបាទគឺមានន័យថាម៉េចមានន័យថាព្រះអង្គដែលជាព្រះដ៏ស្អាតព្រះដ៏បរិសុទ្ធព្រះដែលគ្មានបាបសោះមកយករូបភាពជាមនុស្សហេតុអីពីព្រោះបើទ្រង់មិនមែនជាមនុស្សទ្រង់អាចស្លាប់ទេហើយបើអត់ស្លាប់ក៏មិនអាចជួយយើងឲ្យរួចបាបបានដែរនោះជាហេតុផលដែលទ្រង់យករូបភាពជាមនុស្សនៅពេលដែលព្រះអង្គយករូបភាពជាមនុស្សព្រះអង្គដូចជាមនុស្សព្រះអង្គអាចសុគតបានក៏ប៉ុន្តែដោយព្រោះព្រះអង្គជាព្រះនៅក្នុងរូបកាយរបស់ផងមនុស្សបានជាបាបទោះបីជាតាំងពីថ្ងៃដំបូងរបស់ផងមនុស្សរហូតដល់មនុស្សចុងក្រោយបាបទាំងអស់នេះមិនអាចខាត់ជីវិតព្រះយេស៊ូវជារៀងរហូតបានលោកអ្នកយើងមានវត្ថុមានតម្លៃច្រើនណាស់នៅលើខ្លួនលោកអ្នកបងប្អូនអ្នកខ្លះជាប្រាក់អ្នកខ្លះជាមាសអ្នកខ្លះដែកខ្ញុំសំដៅទៅលើគ្រឿងកន្លែងអ្នកខ្លះត្បូងពេជ្រត្រូវអត់វត្ថុទាំងអស់នោះបើយើងមើលនឹងភ្នែកទំហំអាចនឹងប៉ុនគ្នាក៏ប៉ុន្តែធៀបពិតដោយព្រោះវាមានគុណតម្លៃខុសគ្នាបានជាថ្លៃវាក៏ខុសគ្នាដែរបើលោកអ្នកបងប្អូនទិញគ្រឿងកន្លែង1 គីឡូលោកអ្នកអាចបងប្អូនមិនអាចអស់ដល់$10,000ទេតែបើលោកអ្នកបងប្អូនទិញមាស1 គីឡូលើសពី$10,000ត្រូវទេបាទហើយបើលោកអ្នកបងប្អូនទិញពេជ្រ1 គីឡូវិញវាលើសនឹងទៅទៀតមានមនុស្សខ្លះសួរខ្ញុំថាបើមនុស្សច្រើនម្លឹងជីវិតព្រះយេស៊ូវតែមួយទិញមិនបានពីព្រោះថ្លៃជីវិតព្រះយេស៊ូវមិនដូចថ្លៃជីវិតយើងទេទ្រង់ជាព្រះឯយើងជាមនុស្សទ្រង់ជាអធិការឯយើងគឺជាអ្នកដែលព្រះបានបង្កើតទ្រង់បរិសុទ្ធឯយើងជាមនុស្សមានបាបអ្វីត្បិតតែព្រះអង្គស្ម័គ្រប្រតិយដើម្បីស្លាប់ជំនួសបាបយើងក៏ប៉ុន្តែតម្លៃនៃប្រជញ្ញរបស់ផងព្រះអង្គទោះបើប្រមូលផែនដីទាំងមូលបាទដើម្បីនឹងយកទៅសងខាត់ទ្រង់បានត្រឹម3ថ្ងៃប៉ុណ្្នឹងឯងបាទបាបទាំងមូលមានតម្លៃអាចខាត់ទ្រង់នៅឋាននរកត្រឹម3ថ្ងៃប៉ុណ្ណោះពីព្រោះដោយសារប្រជញ្ញព្រះអង្គថ្លៃអញ្ចឹងហើយបានជា3ថ្ងៃក្រោយមកព្រះអង្គរស់ពីសគត់ឡើងវិញហើយទ្រង់នៅតែរស់រហូតដល់ថ្ងៃនេះតាមរយៈការសគត់របស់ផងព្រះដ៏ចោមម្ចាស់ព្រះគម្ពីរយូហានចំពុក14 ខ 6បានប្រាប់ថាទ្រង់បានបើកផ្លូវលោហិតមួយតាមរយៈមរណភាពរបស់ផងព្រះអង្គបាទពីផែនដីទៅឋានសួគ៌បាទដើម្បីឲ្យមនុស្សមានបាបអាចត្រឡប់ទៅផ្ទះវិញបានក៏ប៉ុន្តែលក្ខខណ្ឌគឺមួយសម្រាប់មនុស្សគ្រប់ពូជជាតិសាសន៍សម្រាប់គ្រប់ពណ៌សម្បុរគ្រប់ឋានានុក្រមទាំងអស់គេត្រូវតែទទួលស្គាល់ថាខ្លួនគេមានបាប
ហើយគេត្រូវតែលន់តួសារភាពបាបបាទព្រមទទួលទ្រង់ជាម្ចាស់និងជាព្រះអង្គសង្គ្រោះទើបគេបានរួចអត់ត្រូវការលុយអត់ត្រូវការពេលអត់ត្រូវការឋានៈបុណ្យស័ក្តិទូនាទីអត់ត្រូវការអ្វីទាំងអស់គឺត្រូវការឲ្យគេទទួលស្គាល់ថាខ្ញុំមានបាបហើយជួយខ្លួនឯងមិនរួចទេខ្ញុំមានបាបហើយខ្ញុំមិនអាចដោះខ្លួនឯងបានទេខ្ញុំព្រមទទួលស្គាល់សូមបាទយ៉ាងម៉េចដែរបន្ទាប់មកសូមទ្រង់យាងទ្រង់មកធ្វើជាម្ចាស់យាងទ្រង់មកធ្វើជាព្រះអង្គសង្គ្រោះដោយព្រមប្រគល់បាបទៅឲ្យព្រះអង្គហើយព្រមទទួលនៅភាពបរិសុទ្ធរបស់ផងព្រះអង្គបាទដោយការយាងព្រះដ៏ជាម្ចាស់នេះជាវិធីតែមួយគត់ដែលធ្វើឲ្យមនុស្សមានបាបត្រឡប់ទៅជាបរិសុទ្ធមនុស្សមានបាបត្រឡប់ទៅជាពួកបរិសុទ្ធហើយនៅពេលដែលគេបានទទួលព្រះអង្គជាម្ចាស់និងជាព្រះអង្គសង្គ្រោះហើយបាទបាបរបស់គេពីអតីតកាលបច្ចុប្បន្ននិងទៅអនាគតត្រូវបានអត់ទោសឲ្យពីព្រោះព្រះគម្ពីរកូឡូសជំពូក2ខ13 14បានប្រាប់ថាគ្រប់ទាំងអំពើបាបដែលកត់ទុកទាស់នឹងយើងបាទនៅក្នុងបញ្ជីនៃបាបត្រូវបានលុបចោលដោយឈាមរបស់ផងព្រះយេស៊ូវហើយសិភៅនោះត្រូវបោះភ្ជាប់នៅលើឈើឆ្កាងបាទហើយប្រទានឲ្យយើងវិញនៅភាពបរិសុទ្ធបាទដោយព្រោះតែយើងត្រូវបានលាងដោយឈាមនៃកូនឈាមរបស់ផងព្រះអង្គនោះឯងអ្នកខ្លះកូនឈាមនឹងសត្វឈាមមែននេះគឺជានាមឈ្មោះរបស់ព្រះដ៏ជាម្ចាស់បាទដែលត្រូវយាងមកដូចជាយញ្ញបូជានៃសត្វឈាមដែលមិនបាទក្រឹតវិន័យម៉ូសេតែងតែថ្វាយទៅព្រះនៅក្នុងទីបរិសុទ្ធរបស់ព្រះបាទអស់អ្នកដែលទទួលទ្រង់ជាម្ចាស់និងជាព្រះអង្គសង្គ្រោះគេបានរួចពីអំពើបាបហើយគេត្រឡប់ទៅជាពួកបរិសុទ្ធរបស់ព្រះដ៏ជាម្ចាស់នោះមានន័យថាបាទកន្លែងនឹងឯងដែលគេត្រឡប់ទៅជាស្អាតដែលគេត្រឡប់ទៅជាបរិសុទ្ធដែលគេត្រឡប់ទៅជាបាទមានគុណសម្បត្តិអាចត្រឡប់ទៅផ្ទះវិញបានពីព្រោះព្រះគម្ពីរយូហានជំពូក1ខ12បានប្រាប់ថាអ្នកណាដែលទទួលទ្រង់គឺអ្នកដែលជឿដល់ព្រះនាមទ្រង់បាទទទួលទ្រង់មិនមែនគ្រាន់ថាអូខ្ញុំដឹងហើយព្រះយេស៊ូវជាព្រះអូព្រះយេស៊ូវបាទអ្នកជឿព្រះយេស៊ូវអញ្ចេះអ្នកជឿព្រះយេស៊ូវអត់ទេទទួលទ្រង់គឺទទួលព្រះនាមទ្រង់ទទួលព្រះនាមទ្រង់មានន័យថាទទួលទ្រង់មកធ្វើជាព្រះដល់យើងហើយយើងចាប់ដើមធ្វើជាកូនស្ងួនផ្គារបស់ផងដងហើយថ្វាយបង្គំតរៀងទៅចាប់តាំងពីថ្ងៃជឿមិនមែនគ្រាន់តែជាចំណេះដឹងពីឋានសួគ៌ទេអានឹងហៅថាទទួលទ្រង់បាទលន់តួសារភាពបាបហើយទទួលទ្រង់ជាម្ចាស់ព្រមទាំងបញ្ឈប់គ្រប់ទាំងអំពើបាបហើយនឹងការថ្វាយបង្គំទាំងឡាយដែលយើងធ្លាប់មានពីអតីតកាលមកថ្វាយបង្គំទ្រង់តែមួយប៉ុណ្ណោះនេះគឺជាលក្ខខណ្ឌគ្មានលក្ខខណ្ឌផ្សេងទៀតហេតុអីពីព្រោះគ្រប់ទាំងការថ្វាយបង្គំរបស់ផងយើងគឺជាសាសនាដែលបង្កើតឡើងដោយមនុស្សបាទមិនមែនជាព្រះដ៏ពិតមកឡើយព្រះដ៏ពិតគឺមានតែមួយប៉ុណ្ណោះហើយកុំនិយាយថាព្រះនេះជារបស់អ្នកណាព្រះនេះជារបស់មនុស្សពីព្រោះពេលដែលព្រះបង្កើតដំបូងព្រះបង្កើតមនុស្សព្រះមិនមែនបង្កើតសត្វទេបាទព្រះបង្កើតបុរសព្រះបង្កើតស្ត្រីអ្នកវិទ្យាសាស្ត្រសម័យកាលនេះងាយក្នុងការស្វែងរកណាស់បើយើងយក DNA របស់ស្ត្រីនិងបុរសទាំងឡាយទៅដេញបន្តគ្នាចាប់តាំងពីបច្ចុប្បន្ននេះរហូតទៅដល់ទីបំផុតគេឃើញថា DNA ទាំងអស់នឹងរត់ទៅរកតែបុរសម្នាក់និងស្ត្រីម្នាក់តែប៉ុណ្ណោះឯកសារទាំងអស់នេះមិនពិបាករកទេលោកអ្នកបងប្អូនអាចទៅរកក្នុងអ៊ីនធឺណិតគេតេស្តរួចហើយបាទអញ្ចឹងហើយត្រឡប់មកវិញយូហានជំពូក1ខ12បានប្រាប់ថាអ្នកដែលព្រមទទួលព្រះអង្គគេត្រឡប់ទៅជាកូនព្រះអង្គតើកូនព្រះអង្គជាអ្នកណាដំបូងយើងត្រូវយល់សិនទ្រង់មិនមែនគ្រាន់តែជាព្រះទេតែទ្រង់ជាស្ដេចបុគ្គលតែម្នាក់នេះព្រះផងស្ដេចផងស្ដេចនៃចក្រវាលទាំងមូលមិនមែនព្រះអិនទេហើយក៏មិនមែនប្រព្រំដែរបាទអញ្ចឹងហើយបានជានៅក្នុងព្រះគម្ពីរក៏បាទពេត្រុសខ្សែទី2ចំពុក1ខ9បានប្រាប់ថាបាទអស់អ្នកដែលទទួលជាព្រះអង្គគឺជាសង្ឃលួងជាសាបរិសុទ្ធជារាជដល់ជាកេអកជាមោដកនៃព្រះពីព្រោះទ្រង់ជាព្រះហើយទ្រង់ជាស្ដេចអញ្ចឹងពាក្យកូនព្រះមានន័យថាកូនដែលកើតមកអំពីព្រះតាមរយៈសេចក្តីជំនឿហើយក៏ជាកូននៃស្ដេចឋានសួគ៌ផងដែរបងថាម៉េចអ្នកនោះនឹងបានត្រឡប់ទៅជាកូនព្រះបើគេជាកូនព្រះ
ទ្រង់ជាព្រះរបស់គេទ្រង់ជាស្ដេចរបស់គេទ្រង់ជាឪពុករបស់គេហើយឋានសួគ៌ក៏ជារបស់គេផងដែរអញ្ចឹងមិនថាគេបញ្ចប់ជីវិតពេលណាទេការបញ្ចប់ជីវិតរបស់គេគឺជារឿងរីករាយសម្រាប់ព្រះហេតុអីពីព្រោះការបញ្ចប់ជីវិតនៅលើផែនដីនេះគឺជាការបញ្ចប់ភាពនឿយហត់ជាការបញ្ចប់បន្ទុកជាការបន្តបញ្ហាជាការបញ្ចប់ភាពសោកសៅជាការបញ្ចប់ភាពឈឺចាប់បាទជាការបញ្ចប់នៃការរងទុក្ខវេទនាហើយថ្ងៃស្លាប់គឺជាចំណុចចាប់ផ្ដើមនៃជីវិតអស់កលជានិច្ចរស់នៅជាមួយព្រះនៅឯដឋានសួគ៌ដែលជាទីលំនៅដែលព្រះបានរៀបចំសម្រាប់គេបាទដូច្នេះហើយបានជានៅក្នុងសិភៅលោកអ្នកបងប្អូនខ្ញុំដាក់ថាពិធីជូនដំណើរមិនមែនពិធីបុណ្យសពទេហេតុអីពីព្រោះបុគ្គលដែលបានសម្រាកនៅទីនេះមិនបានស្លាប់ឡើយបាទនេះគឺជាអ្វីដែលព្រះគម្ពីរបានបង្ហាញលោកអ្នកបងប្អូនសូមឲ្យខ្ញុំបង្ហាញលោកអ្នកនៅក្នុងព្រះគម្ពីរមួយដើម្បីឲ្យលោកអ្នកបងប្អូនបានយល់កាន់តែច្បាស់គឺនៅក្នុងថេសាឡូនីកនេះគឺជារបៀបស្លាប់ហើយរបៀបរស់ខ្ញុំប្រាប់លោកអ្នកបងប្អូនបាទនៅក្នុងព្រះគម្ពីរថេសាឡូនីកខ្សែទី1ជំពូក4ខ13ដល់ខ18ពោលដែលជាអ្នកបម្រើស្ងួនភ្ងារបស់ផងព្រះលោកសរសេរទៅកំសាន្តចិត្តលើកទឹកចិត្តដល់ពួកជំនុំនៅទីក្រុងថេសាឡូនីកហេតុអីពីព្រោះនៅពេលដែលពោលផ្សាយដំណឹងល្អពោលប្រាប់ថាអស់អ្នកដែលទទួលព្រះអង្គគេនឹងរស់នៅជាមួយព្រះអង្គនៅថ្ងៃដែលទ្រង់យាងមកហើយពួកជំនុំនៅថេសាឡូនីកគេគិតថាព្រះយាងមកក្នុងជំនាន់គេតែដល់ពេលគេជឿព្រះអង្គហើយគេរងចាំយូរទៅហើយគេក៏ស្លាប់ជាបន្តបន្ទាប់ពួកនៅរស់ចាប់ដើមច្បុកច្បល់ចុះពោលប្រាប់អញថាព្រះនឹងយាងមកលើកអញទៅហើយចុះមិនបានមនុស្សកាន់តែស្លាប់ទៅហើយព្រះយាងមកពេលណាពោលប្រាប់ថាស្ដាប់ខ្ញុំនឹងបញ្យល់ប្រាប់អ្នកពីអាកំបាំងនោះគឺជាហេតុផលដែលលោកធ្វើការពន្យល់នៅក្នុងថេសាឡូនីកខ្សែទី1ចំពុក4ខ13ដល់ខ18ខ្ញុំអានអត្ថបទទាំងមូលហើយខ្ញុំនឹងពន្យល់មកខំម្ដងបងប្អូនអើយខ្ញុំមិនចង់ឲ្យអ្នកអត់ដឹងពីពួកអ្នកដែលដេកលក់ទៅហើយទេគឺអ្នកស្លាប់ដូចម៉ាក់សារ៉ាអញ្ចឹងឯងព្រះគម្ពីរមិនហៅអ្នកស្លាប់ក្នុងជំនឿទៅលើព្រះគ្រីស្ទឬដែលព្រះគម្ពីរទំនុកដំកើងចំពុក116ថាពួកបរិសុទ្ធនេះថាស្លាប់ទេពីព្រោះគាត់នឹងរស់ឡើងវិញគាត់នឹងងើបមកវិញនៅពេលមួយដូច្នេះព្រះរាប់គាត់ថាសម្រាប់ចឹងហើយបើព្រះគម្ពីរនិយាយថាម៉េចពួកអ្នកដែលលេខលក់ទៅហើយទេអាមែនបាទក្រែងអ្នកកើតទុកព្រួយដូចជាអ្នកឯទៀតដែលគ្មានសង្ឃឹមអញ្ចឹងអ្នកជឿដល់ព្រះដល់ជាម្ចាស់គេមានក្តីសង្ឃឹមក្តីសង្ឃឹមនោះគឺថាមិនថាមានហេតុការណ៍យ៉ាងណាកើតឡើងដល់ជីវិតរបស់គេឆក់យកជីវិតរបស់គេឬធ្វើឲ្យគេផុតរលត់ពីផែនដីនេះទេបាទគេនឹងរស់នៅអស់កលជានិច្ចជាមួយព្រះនោះគឺជាក្តីសង្ឃឹមបាទហើយលោកអ្នកបងប្អូនសួរថាហេតុអីបានអ្នកឯងជឿព្រះយេស៊ូវពីព្រោះតែមូលហេតុមួយហ្នឹងឯងគ្មានមូលហេតុផ្សេងទៀតទេបាទត្បិតបើយើងជឿថាព្រះយេស៊ូវសុគតព្រមទាំងរស់ឡើងវិញនោះត្រូវជឿព្រះទ្រង់នឹងនាំអស់អ្នកដែលដេកលក់ទៅក្នុងព្រះគ្រីស្ទគឺអ្នកស្លាប់ឲ្យបានមកជាមួយទ្រង់យើងខ្ញុំប្រាប់ម្នាក់រាល់គ្នាតាមព្រះបន្ទូលនៃព្រះម្ចាស់បាទអញ្ចឹងពោលបានប្រាប់នៅក្នុងខ15ថានេះគឺជាសេចក្តីបង្រៀនរបស់ព្រះម្ចាស់មិនមែនការយល់ឃើញរបស់លោកឬក៏ជាសេចក្តីបង្រៀនរបស់មនុស្សទេតែព្រះជាអ្នកបង្រៀនបាទយើងដែលរស់នៅជាប់មានន័យថាបើអ្នកបងប្អូនរស់នៅហើយព្រះគ្រីស្ទយាងមកកំពុងតែរស់នេះអានេះរស់នៅជាប់មានន័យថាចឹងឯងមានន័យថាមានចំនួនមួយដែលមនុស្សកំពុងតែរស់នៅហើយថ្ងៃនៃការយាងមករបស់ព្រះនៃឋានសួគ៌ក៏មកដល់ខ្ញុំបើកវងចរបន្តិចបាទមានមនុស្សជាច្រើនអត់ដឹងពីអនាគតរបស់ផែនដីនេះទេក៏ប៉ុន្តែអ្នកជឿនៅក្នុងព្រះគម្ពីរដឹងច្បាស់បាទលោកអ្នក
បើខ្ញុំសួរគ្រាន់តែសំណួរយ៉ាងសាមញ្ញមួយលោកអ្នកបងអាចយកទៅគិតបានហេតុអីមួយអាទិត្យមាន7ថ្ងៃហើយអ្នកណាជាអ្នកកំណត់វាកើតមកតាំងពេលណាលោកអ្នកបងអាចយកទៅគិតខ្លួនឯងបានបាទអញ្ចឹងបាទពេលដែលព្រះគម្ពីរបង្កើតមកព្រះបានកំណត់យ៉ាងជាក់លាក់នៅពេលចាប់ផ្ដើមហើយពេលបញ្ចប់របស់ផែនដីនេះបាទនៅក្នុងដៃរបស់លោកអ្នកបងមាន smart watch tablet smartphone ឬក៏របស់ផ្សេងទៀតដែលជារបស់អេឡិចត្រូនិកសូម្បីតែឡានលោកអ្នកបងគេតែងតែមាន expire date គឺកាលបរិច្ឆេទក្នុងការបញ្ចប់ការប្រើប្រាស់ត្រូវអត់បាទបើផលិតផលអាស៊ីនៅក្រាន់បើទេបើផលិតផលយុរ៉ុបលោកអ្នកបងប្រើ BMW ឬ Mercedes ឬអីផ្សេងទៀតរបស់ដែលគេកំណត់តែ5ឆ្នាំដល់5ឆ្នាំគឺដូចជាជនចាស់ជរាអញ្ចឹងខូចគ្រប់ទីកន្លែងទាំងអស់ហើយមិនបាច់យល់ពីព្រោះគេកំណត់ឲ្យវាខូចបាទបើមិនអញ្ចឹងទេគេរាយយុផលិតផលថ្មីលោកអ្នកបើមនុស្សចេះបង្កើតកាលបរិច្ឆេទដើម្បីបញ្ចប់នៅផលិតផលដែលខ្លួនមកផលិតចុះព្រះល្ងងជាមនុស្សមែនពេលដែលព្រះបង្កើតរបស់ទាំងអស់តើព្រះមិនដាក់កាលបរិច្ឆេទទេព្រះបានដាក់កាលបរិច្ឆេទច្បាស់លាស់ពេលណាបង្កើតពិភពលោកពេលណាបង្កើតមនុស្សហើយពេលណាត្រូវបញ្ចប់ទៅពិភពលោកនេះបញ្ចប់ពិភពលោកនេះវិញសូមប្រាប់បាទពិភពលោកនេះដល់ថ្ងៃបញ្ចប់ហើយក្នុងចំណោមលោកអ្នកបងប្អូនបើលោកអ្នកបងប្អូនរស់នៅត្រឹម10ឆ្នាំឬ20ឆ្នាំទៀតលោកអ្នកបងប្អូនអាចបញ្ជាក់ថាពាក្យនេះគឺពិតពីព្រោះនេះគឺជាពេលប្រែប្រួលចុងក្រោយសម្រាប់ការបញ្ចប់ពិភពលោកគ្មាន50ឆ្នាំឬ100ឆ្នាំទៅមុខទៀតទេបាទហើយខ្ញុំមិនមែនជាគ្រូចិនសែទេហើយក៏មិនចេះម៉ែដែរបាទក៏គ្មានវិញ្ញាណសន្ធិដ្ឋណានិយាយព្រះបដាដែរពីព្រោះព្រះគម្ពីរបានប្រាប់អញ្ចឹងនៅក្នុងព្រះគម្ពីរនេះបានប្រាប់គ្រប់យ៉ាងគ្មានអាចកំបាំងមកហើយឲ្យតែលោកអ្នកបងប្អូនសិក្សាបាទតមកទៀតព្រះគម្ពីរមកប្រាប់ថាម៉េចដែរយើងដែលរស់នៅជាប់គឺសំដៅទៅលើចំនួនមួយដែលគេកំពុងទៅរស់នៅហើយព្រះក៏យើងមកពាក្យនឹងមានតែអញ្ចឹងដល់រាបដល់ព្រះម្ចាស់យើងមកនោះយើងមិនទៅមុនពួកដែលដេកលក់ទៅហើយនេះណាដេកលក់ពោលប្រាប់ថាម៉េចបើព្រះយើងមកថ្ងៃនេះអ្នកដែលកំពុងតែរស់នៅមិនមែនមានន័យថាអ្នកត្រូវទៅមុនគេទេអ្នកនេះនៅតែទៅមុនតដែរយើងសួរថាចុះបើគាត់ស្លាប់ទៅមុនខ្ញុំ20ឆ្នាំអីហេតុអីទៅមុនព្រះគម្ពីរប្រាប់ថាគាត់ទៅមុនយើងនឹងគាត់អត់តន់រស់ទេគាត់សម្រាកស្រាប់តនេះពលឹងគាត់ទៅសម្រាកតែរូបកាយគាត់អត់តន់មានទេបន្តិចទៀតខ្ញុំប្រាប់បាទតមកទៀតព្រោះព្រះម្ចាស់ទ្រង់នឹងយាងចុះពីឋានសួគ៌មកដោយស្រែកបង្គាប់មួយប្រអប់បាទទាំងឮសំឡេងមហាទេវតានឹងត្រែរបស់ព្រះព្រះអង្គពាក្យស្រែកមួយបង្គាប់របស់ផងព្រះគឺដល់ពេលកំណត់ព្រះអង្គថាពួកបរិសុទ្ធទាំងឡាយហើយងើបឡើងគ្រាន់តែព្រះអង្គមានបន្ទូលមួយម៉ាត់នៅឋានសួគ៌ប៉ុណ្ណឹងមហាទេវតាបានចាប់ផ្ដើមផ្លុំត្រែនៅឋានសួគ៌ឡើងនៅពេលនោះទេវតារបស់មនុស្សគ្រប់គ្នាបើគួរចោតតិចលោកអ្នកបងជឿទេគ្រប់គ្នាសុទ្ធតែមានទេវតារបស់ព្រះនៅជាមួយដែលជាភ្នាក់ងាររបស់ឋានសួគ៌ជាពិសេសអ្នកជឿព្រះទេវតានោះគឺត្រូវបានចាត់មកដើម្បីឲ្យមើលបីទ្រថែរក្សាការពីយើងទេវតានោះស្ដាប់បង្គាប់តែព្រះជាម្ចាស់បាទប៉ុណ្ណោះបើព្រះឲ្យធ្វើអីសម្រាប់យើងទេវតានោះនឹងធ្វើភ្លាមបាទហើយយើងគ្មានសិទ្ធិបញ្ជាទេវតានោះទេទេវតានោះឯងនៅពេលដែលឮសំឡេងត្រែនៅពេលដែលឮព្រះជាម្ចាស់មានបន្ទូលថាពួកបរិសុទ្ធហើយងើបឡើងសំឡេងត្រែនៅឋានសួគ៌បន្លឺឡើងទេវតាដែលជាបុគ្គលចាំមនុស្សម្នាក់ហ្នឹងឯងឆក់យកគេទៅបាទពីព្រោះគេមានទេវតារៀងខ្លួនបាទហើយទេវតានោះឯងឆក់គេទៅបាទក៏ប៉ុន្តែសូមមើលតទៅសិនព្រោះព្រះម្ចាស់ទ្រង់នឹងយាងចុះមកបាទដោយស្រែកបង្គាប់មួយប្រអប់
ទាំងលឺសំឡេងមហាទេវតានឹងត្រែរបស់ព្រះផងនោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញជាមុនបងអស់តើពាក្យនេះមានន័យថាម៉េចម្សិលមិញម៉ោង 4:20 នាទីអ្នកម៉ាសារាបានបញ្ចប់ជីវិតនៅលើផែនដីហើយចាប់ផ្ដើមជីវិតអស់ការជានិច្ចជាមួយព្រះជាម្ចាស់នៅឯដល់ឋានសួគ៌ព្រលឹងរបស់គាត់ត្រូវបានឋានសួគ៌ទទួលយកទៅសម្រាប់តែគាត់អត់មានរូបកាយទេនៅពេលដែលព្រះគ្រីស្ទយាងចុះមកពីឋានសួគ៌កណ្ដាលអាកាសហើយទ្រង់ស្រែកដើម្បីដាក់ពួកបរិសុទ្ធឡើងទ្រង់អនុញ្ញាតឲ្យព្រលឹងគាត់ដែលទៅឋានសួគ៌នោះត្រឡប់មកវិញលោកអ្នកបងប្អូនដឹងថាមកធ្វើអីទេមកយករូបកាយនេះមកយករូបកាយនេះវិញលោកអ្នកបងប្អូនឆ្ងល់ចុះបើទៅឋានសួគ៌ហើយមកផែនដីមកយករូបកាយនេះទៅវិញទៅអីអ្នកខ្លះគេដុតបាទអ្នកខ្លះធ្លាក់តាមទឹកអ្នកខ្លះនៅក្នុងសមុទ្រអ្នកខ្លះទៅជាដីបាទហើយអ្នកខ្លះទៀតកប់កន្លែងនឹងគេសង់វីឡានៅពីលើបាត់ហើយលោកនេះធាតុអ្នកគឺផ្សំដោយព្រះគ្រាន់តែឮសំឡេងព្រះរត់មកវិញទាំងអស់មិនថាវានៅណាទេអាមែនបាទអញ្ចឹងព្រះគម្ពីរប្រាប់ថាព្រលឹងចូលមកក្នុងរូបកាយរបស់គាត់លោកអ្នកបងប្អូនសួរហើយចូលមកក្នុងរូបកាយនេះទៅអីសូមឲ្យខ្ញុំប្រាប់អ្នករូបកាយនឹងឯងដែលជារូបកាយរបស់អ្នកមិនថានៅលើផែនដីឬទៅឋានសួគ៌ទេចាបើលើក៏ប៉ុន្តែរូបកាយនៅទីនេះវាអាចនឹងខុសពីរូបកាយដែលឋានសួគ៌កំណត់ដោយព្រោះអ្នកកើតក្នុងឥទ្ធិពលនៃបាបបើព្រះកំណត់កត់1.8 ម៉ែត្រអ្នកអាចនៅត្រឹម1.6 ម៉ែត្រពីព្រោះអ្នកមកពេលកើតមកចំពេលសង្គ្រាមខ្វះអាហារព្រះកំណត់នឹងចំមកវែងវាអាចកញ្ឆិតបន្តិចពីព្រោះមកអង្គុយច្រើនអាមែនវាកតាបាបបានកាត់បន្ថយនៅយ៉ាងម៉េចដែរអ្វីដែលព្រះបានកំណត់ក៏ប៉ុន្តែរូបកាយនេះឯងដែលចេញពីឧទោម្ដាយហើយរូបកាយនេះឯងដែលរស់នៅលើផែនដីគឺជារូបកាយនេះឯងដែលរស់នៅឋានសួគ៌ហើយជារូបកាយនេះឯងដែលរស់នៅឋានលោកគ្មានរូបកាយផ្សេងទៀតទេគ្រាន់តែរូបកាយនេះคล้ายទៅជា glory body មានន័យថារូបកាយទេវតារូបកាយលែងស្លាប់តែប៉ុណ្ណាអញ្ចឹងបានជាព្រះឲ្យមកយករូបកាយនឹងវិញបើរូបកាយនឹងអ្នកបានរូបកាយចូលអ្នកលើព្រលឹងតែតោព្រោះអត់មានរូបព្រះបានបើករូបកាយផ្សេងឲ្យទេអាមែនជឿខ្ញុំទេសូម្បីតែព្រះយេស៊ូវក៏គោរពលក្ខខណ្ឌដែររូបកាយដែលនាងម៉ារីបានផ្ដល់ឲ្យគឺជារូបកាយព្រះយេស៊ូវដដែលដែលនៅឋានសួគ៌រូបកាយដែលព្រះយេស៊ូវធ្លាប់មកនៅលើផែនដីពេលលោកអ្នកបងប្អូនទៅរូបកាយនឹងដដែលអត់បានរូបកាយផ្សេងទេលោកអ្នកបងប្អូនចាំទេ3ថ្ងៃក្រោយមកបន្ទាប់ពីសគត់ទ្រង់រស់ឡើងវិញធំមកនិយាយថាម៉េចបើខ្ញុំមិនបានលូកដៃទៅប៉ះលបួសទ្រង់ហើយចាំជលីទ្រង់កុំសង្ឃឹមថាខ្ញុំជឿថាទ្រង់រស់ឡើងវិញហើយព្រះជាម្ចាស់ថាចូលលូកដៃមកក្នុងរបួសខ្ញុំហើយជំហានខ្ញុំមើលដើម្បីឲ្យដឹងថាគឺខ្ញុំនេះហើយដែលរស់ឡើងវិញអញ្ចឹងមានន័យថាម៉េចមានន័យថារូបកាយដែលគេវាយរូបកាយដែលធ្វើបាបរូបកាយដែលសគត់គឺរូបកាយដែលដែរអត់បានរូបកាយផ្សេងទេលោកអ្នកបងបើសិនជាខ្ញុំស្លាប់ហើយខ្ញុំកើតមកក្នុងរូបកាយដែលផ្សេងទៀតតើខ្ញុំស្លាប់ឬក៏មនុស្សម្នាក់ទៀតកើតធំម៉េចអាចនិយាយថាខ្ញុំស្លាប់ឡើងវិញបើខ្ញុំស្លាប់រូបកាយនេះហើយខ្ញុំកើតរូបកាយផ្សេងទេមានតែក្នុងខ្ញុំស្លាប់រូបកាយនេះហើយកើតរូបកាយនេះប៉ុណ្ណោះដែលជានិយមន័យដ៏ល្អដែលបង្ហាញថាខ្ញុំរស់ឡើងវិញពីព្រោះខ្ញុំស្លាប់ក្នុងរូបកាយហ្នឹងហើយខ្ញុំក៏កើតឡើងវិញក្នុងរូបកាយហ្នឹងដែរព្រះដូចគ្នាអញ្ចឹងហើយបានជាព្រះអង្គឲ្យពួកបរិសុទ្ធទាំងអស់តាំងពីលោកអាដាមត្រឡប់មកយករូបកាយខ្លួនឯងអាមែនពេលត្រឡប់មកយករូបកាយខ្លួនឯងហើយរូបកាយដែលនៅក្នុងភ្នោចាប់ផ្ដើមងើបឡើងវិញហើយត្រូវបានលើកឡើងបន្ទាប់ពីរូបកាយនឹងបានលើកឡើងហើយខ្ញុំនិងលោកអ្នកផងដែលកំពុងតែរស់លើកទៅបន្ទាប់គ្នាកម្រិត2បាទគេនៅតែទៅមុនយើងដដែលទេអាមែននោះជាអ្វីដែលប៉ូលចង់និយាយនៅក្នុងថេសាឡូនីកនេះអាមែនបាទប៉ូលចង់និយាយចឹងព្រោះព្រះម្ចាស់ទ្រង់យាងចុះមកដោយស្រែកបង្គាប់មួយព្រះទាំងឮសំឡេងមហាទេវតានឹងត្រែរបស់ព្រះផងនោះពួកស្លាប់ក្នុងព្រះគ្រីស្ទនឹងរស់ឡើងវិញមុនបងអស់ចឹងអត់មានណាមុននឹងទៀតទេរួចយើងដែលកំពុងតែរស់នៅក៏នឹងបានលើកឡើងទៅក្នុងពពកហេតុអីបាននិយាយក្នុងពពកពីព្រោះពាក់កណ្ដាលឋានសួគ៌ពពក
បាទទាំងអស់គ្នាដើម្បីឲ្យបានជួបជុំនឹងព្រះម្ចាស់នៅនីអាកាសបាទកន្លែងនេះហេតុអីនៅនីអាកាសពេលដែលព្រះទ្រង់យាងមកហើយប្រោះពួកបរិសុទ្ធយើងអត់ទៅដល់ឋានសួគ៌យើងអត់ទៅផែនដីយើងនៅ somewhere in galaxy យើងនៅកន្លែងណាមួយដែលព្រះបំរុងទុកបាទយើងនៅទីនោះហើយយើងនៅ7ឆ្នាំហេតុអីពីព្រោះក្នុងពេល7ឆ្នាំនេះផែនដីនៅដំណើរការធម្មតាដូចថ្ងៃនេះចឹងហើយបាទដែលយើងហៅថាគ្រាមហាវេទនាដែលដឹកនាំដោយអង្គទីគ្រីស្ទហើយចុងបញ្ចប់នៃឆ្នាំទី7នោះឯងគឺជាសង្គ្រាមចុងក្រោយដែលគ្រប់សាសនាហៅថាភ្លើងឆេះកាលនោះឯងគឺសង្គ្រាមអឺម៉ាកេដូនដែលជាសង្គ្រាមចុងបញ្ចប់រវាងមនុស្សនិងព្រះបន្ទាប់ពីនោះមកព្រះគ្រីស្ទនិងពួកបរិសុទ្ធត្រូវបានមកជន់ផែនដីហើយផែនដីនេះនឹងត្រូវបានគ្រប់គ្រងដោយព្រះគ្រីស្ទក្នុងនាមជាព្រះនិងជាស្ដេច1000ឆ្នាំក្នុងរយៈពេល1000ឆ្នាំនោះមានមេដឹកនាំពិភពលោកតែមួយគត់ទ្រង់ជាព្រះហើយទ្រង់ជាស្ដេចទ្រង់ជាព្រះសម្រាប់អ្នកបានរូបការឧត្តមទ្រង់ជាស្ដេចសម្រាប់អ្នកដែលនៅបង្កើតកូនចៅហើយពិភពលោកទាំងមូលគ្មានសង្គ្រាមរយៈពេល1000ឆ្នាំព្រះគម្ពីរបានប្រាប់សត្វដ៏សាហាវត្រឡប់ទៅជាស៊ីស្មៅពស់ដែលនៅក្នុងរូងត្រឡប់ទៅជាស្លូតហើយព្រះគម្ពីរបានប្រាប់ថាក្មេងដែលនៅបៅដោះទៅលូកទាញវាចេញពីរុនក៏វាមិនចឹកដែរកូនខ្លានៅជាមួយនឹងកូនជៀមហើយមនុស្សគ្រប់ទាំងអស់រស់នៅប្រកបដោយសុខសាន្តបាទគ្មានសង្គ្រាមឡើយនេះគឺជារាជ1000ឆ្នាំដែលពួកបរិសុទ្ធបានរូបការឧត្តមហើយនឹងមនុស្សសាច់ឈាមមករស់នៅជាមួយគ្នានៅក្នុងរយៈពេល1000ឆ្នាំបាទនោះគឺជាអនាគតនៃផែនដីនេះបន្ទាប់ពីភ្លើងឆេះកាលបន្ទាប់ពីសង្គ្រាមអឺម៉ាកេដូនបាទបន្ទាប់ពីនោះទៅមានការជំនុំជម្រះដ៏ធំមួយបាទដែលទ្រង់គង់នៅលើបល្ល័ង្កសគឺជាការជំរះពួកអ្នកមិនជឿនោះមានន័យថាម៉េចពួកអ្នកជឿដល់ព្រះគ្រីស្ទទាំងអស់គេរស់ឡើងវិញហើយគេរស់នៅលើផែនដីអស់រយៈពេល1000ឆ្នាំឯពួកអ្នកមិនជឿគឺនៅតែបន្តឃុំទុកនៅក្នុងស្ថានឃុំរលឹងឬស្លាប់អត់ទាន់កាត់ក្តីនៅឡើយទេលោកនេះនៅក្នុងគុកមានគុកពីរប្រភេទបាទមេPMនៅនេះគុកមួយប្រភេទគេហៅមន្ទីរឃុំឃាំងគុកមួយប្រភេទហៅគុកតាពីរនឹងវាខុសគ្នាយ៉ាងម៉េចមន្ទីរឃុំឃាំងគឺជាកន្លែងរក្សាទុកនៅមនុស្សទាំងឡាយដែលគេបានចោទប្រកាន់ហើយមិនទាន់ឆ្លងកាត់ការកាត់ក្តីរបស់តុលាការគេគ្រាន់តែប្រាប់ថាជនសង្ស័យតែគេអត់ទាន់បានហៅថាពិរុទ្ធជននៅឡើយទេពីព្រោះច្បាប់មិនទាន់កំណត់ថាមានទោសឬអត់អានឹងហៅអានោះគឺត្រូវឃុំនៅក្នុងមន្ទីរឃុំឃាំងបាត់សិទ្ធិរួចទៅហើយតែមិនទាន់ជាអ្នកទោសទេគ្រាន់តែជាជនសង្ស័យត្រូវអត់ឆ្លងកាត់ការកាត់ក្តីទើបបញ្ជាក់ប្រាប់ថាគាត់ជាជនឧក្រិដ្ឋពិតប្រាកដហើយគាត់ត្រូវចូលគុកព្រលឹងទាំងឡាយដែលបានស្លាប់ទៅអត់ស្គាល់ព្រះជាម្ចាស់ត្រូវធ្លាក់ទៅក្នុងមន្ទីរឃុំឃាំងអត់ទាន់នៅរស់នៅឡើយទេពីព្រោះគេមិនទាន់បានកំណត់ទោសបាទពីព្រោះព្រះមិនដែលធ្លាប់បើកសាវនាការម្ដងសោះដើម្បីធ្វើជាចៅក្រមកាត់ក្តីគេហើយទ្រង់នឹងបើកតែម្ដងគត់នៅក្នុងគ្រាបល្ល័ង្កសគឺក្រោយរាជ1000ឆ្នាំហើយសួរថាចុះបើគេមិនជឿព្រះហើយគេដឹងតែធ្លាក់ទៅក្នុងបឹងភ្លើងហើយបាទហេតុអីចាំបាច់កាត់ទោសគេពីព្រោះបឹងភ្លើងមិនមែនមានតែមួយជាន់ទេវាមានច្រើនជាន់ហើយក៏វាមានធ្ងន់វាមានស្រាលដែរដូច្នេះហើយបានជាការបើកការកាត់ក្តីមិនមែនដើម្បីប្រាប់ថាអ្នកណាមានទោសអ្នកណាអត់ទោសទេគឺដើម្បីប្រាប់ថាអ្នកឯងនៅមានទោសកម្រិតណាហើយត្រូវទៅនៅជាន់ណាតែប៉ុណ្ណោះអីបាទបន្ទាប់ពីនឹងទៅផែនដីនេះព្រះអាទិត្យត្រូវបានមូចេញព្រះច័ន្ទមូចេញចក្រវាឡមូចេញទឹកសមុទ្រមូចេញហើយពិភពលោកនេះបាទព្រះបានទម្លាក់ទីក្រុងថ្មីមួយហៅថាក្រុងយេរូសាឡឹមថ្មីមកលើផែនដីនេះនោះហើយជាឋានសួគ៌របស់មនុស្សបាទហើយទំហំនៃទីក្រុងគឺកម្ពស់12000 ស្តាជាគ្យូបបើយើងគិតទំហំលើផ្ទៃរាបស្មើប្រព័ន្ធប្រទេសចិនឬសហរដ្ឋអាមេរិកទំហំឋានសួគ៌មានប៉ុណ្្នឹងទេប៉ុន្តែ12000 ស្តា
từ lừa chơi cặp bột đập pi pon star bà chùm rơi đập pi pon star bà đập pi pon star cột chuông tầng ngõ hai tam ca kẹt nia rồi bò nè theology kia để dây tha bà khmin mà nu mà nè so lẹ tới than rồi còn mình nu đặt mình bình than số đây mình tôi cái gì amenตลอดมาวิ่งให้จบภายในนี่คือจีทานรู้จังสมนุส่วนทานส่วนหนึ่งนะทานส่วนตีบรรจบในเรื่องภายในจบทานรู้ก็ในเรื่องภายในได้บ่าในครั้งกรุงเยรูซาเล็มทำไมบางประทำไมให้ได้ทานส่วนมีหรือบ่ให้ได้ทานบ่าปีปลูในทางกลางสกันรู้ลูกนางโพธิ์จังทานส่วนทานรู้ในจมูกนี่ไหมเนี่ยในเลือพันได้แต่มวยปีลูกเนี่ยเรื่องนี้วิออดจะมาไล่จริงปีทานรู้คือการเจงอมปีจุลลงมวยชมวกินหนังแต่เนื้อกรุงเยรูซาเล็มเนื้อขังเลือกำปูพนุ่มคือเชี่ยกันไล่ไปบังคมเปรียมีจุลมวยในจมเฮียงกรุงเยรูซาเล็มมหาทาจุลกินหนังคือเชี่ยกันไล่แต่เกจ่าสำรามสำหรับตีกรงเฮาเชี่ยกันไล่แต่เกบ่ายังไม่ได้บ่อเนี่ยตู้แต่เกบานสำหรับโจลตัวตีนูเนื้อตีนูมีนดังเกยมีนเพลิงแช่เหมือนแช่จับแต่งยุบแต่งไงบ่ากลายนูไอได้ชีนิมัตรูปีทานรู้ในครองแปรของปีสัญญาจักคือวินเนอร์กบายกรงเยรูซาเล็มทำไมไม่ได้ก็ปันได้สู้ทำไมบ่าวีอาร์จีจอนละอจึงกีก็ปันได้ขมิ้นปลื้มไงขมิ้นแปรตัดขมิ้นตัดสมอดขมิ้นเอาไว้เตี้ยเอาไว้แต่มิ้นแต่งออกตรึกบันเช็คติดเอาให้ตลอดมาวิ่งเรื่องนี้วีอาจำไลสำหรับเนี้ยในไงนี่เรื่องนี้อาหนึ่งพูดอ่อยเนี้ยสงสัยก็ปันตายลูกเนี้ยไงมวยลูกนางดังฉบับหายทาเอาไว้ได้ชมันปรับคือปิดกำลังมาเลยคือในไงแต่เนี้ยจูบแบบแผลไปจุดจักเอากรอนแต่เนี้ยบรรจบชีวิตในพลิมเนี้ยนางดังทาเปียเที่ยวในยัยปิดคลายหายได้หายเนี่ยนังนั้นทับปิดจะมีนเปรี้ยปิดจะมีนทานสู้ปิดจะมีนทานรู้ก็ปันใต้เนี่ยดังทำมีนเปรี้ยให้มีนทานสู้ให้รู้ปีบาปกินแต่ทานสู้บาดหันไอเนี่ยได้ดังทำมีนเปรี้ยให้มีนทานรู้บาดให้อันบานจูเปรี้ยจะมาจ้าเกย์บานตรมแต่มาดังก็ปันใต้กินทะเลได้ทานรู้ให้เกย์มีนเอาการตลอดมาเป็นจริงลูกเนี่ยได้สู้คลุ้นไหนเต้ให้เอาไว้บานจะเปรี้ยเอายืงมาการเหลือพันใดนี่บาแม้เอาเยอะมาทั่วบ่กันยาเพรสซี่บอยเพรสซี่เกิร์ลไอ้ยาดอมลูกจิมเตียวแนวญาเตอันนึงคือกรอนไตเจียตัวนิติธนะบ่าหรือธนานุกรมเอาไว้ในยังบานตัวดำใบกำดอชีวิตนี้ปอนแต่เปสกะกรรมดอทมสำหรับมนุษย์กรุ๊ปขณีคือเปรี้ยบานพดอลเอากะเอามนุษย์มาดองโดยขณีบ่าดำใบกึศสินจึงปิจารณาหายโรคเป็นวิญญาณดำใบดักอำเภอบาประบอกลุนพอดปีดังฮาร์มิเตอร์มนุษย์ขมิ้นออกกาจะดึงทีปีเต็มตัวใบเจน่ะดังท่าโอ้มีนเปรี้ยโอ้สมตัวปองขิมจังว่าขิมเขาหายปองขิมปลายจัดแต่อดมีนเต็มจอบไปมนุษย์กรุ๊ปขมิ้นมีนออกกาแต่มาดองกุดคือในเป็นในรูเป็นสลับขมิ้นกาต่อมาบ่ากาสิ่งที่ได้สลับคือจีจงมันจอบในกาประลองระบอบมนุษย์กรุ๊ปขมิ้นรองจำตัวแต่ละกับพอแต่ปนนู่หายได้เนี่ยตรึสู้ครูในลูกนางพ่อบ่าชื่อพระเยซูกับบ้านเอาจนมีวิธีดอกครูในรูปพิบาลตดอกตึงเอาแต่ประกอบทางดอกหุ่นบ่าปีปลูเรื่องสำคัญจริงกี่คือเธอไม่เอารูปพิบาลเธอบ่าเธอทานสู้บ่าพอปัจจัยไปได้คอมปีกิจการจำปุกโบนขอดบ่าจำปุกโบนขอดปีบางปรับได้หายในกล่าวเมฆเนี่ยขมิ้นนิมชั่วโมงนาทีบานโปรตีนเอาเมนูโลกบานสังครูกลายเป็นพระเยซูเองโดยฉะนั้นบานจูฮันจะปูดาบนขอประมวยพระเยซูเบียมตุธาตรงเจียบเลยเจียสกได้เปิดหายชีวิตบ้ามันหมอกตามตรงมีในท่าบ้ามันตัวตรงเจียแปรนึกเจียปรองมาจัดเตอดเตยทานสุบานเตปีปรุมีนแปรดับเปิดแต่มวยแต่บานสลับจุ่มรูบาบเยืองก่อมีนปรองมาจัดนึกเจียปรองสังครูแต่มวยได้นี่คือชื่อจำนองใดได้มาสระบานประดอลเราเนี่ยคือในสกได้เปิดมวยนี่ไอ้ในครึ่งชีวิตจงกลายเราบอกก่อนบ้าเชี่ยกระโดดดอนลุกเนี่ยได้มาจูนธรรมนาก่อน
គឺលោកអ្នកមានឱកាសបានស្គាល់សេចក្តីពិតការសម្រេចចិត្តជារបស់លោកអ្នកជីវិតជារបស់យើងតខ្លួនបើសំបីតែទេវតាព្រះឲ្យ free will ចុះយើងខ្ញុំមានសិទ្ធិត្រឹមប្រាប់ការពិតតែមិនបង្ខំឲ្យអ្នកជឿព្រះទេបើលោកអ្នកបងប្អូនចង់ទៅឋានសួគ៌ជឿព្រះដោយខ្លួនឯងបាទហើយដោះបាបខ្លួនឯងអ្វីដែលខ្ញុំអាចប្រាប់បានព្រះយេស៊ូវជាចម្លើយដ៏ពិតប្រាកដសូមព្រះចောင်းម្ចាស់ទានពរ